ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបស្លសម្លយកកេចាំងចាគ្រឿងផ្សំមានដូចខាងលើចាជាដំបូងហ្នឹងគឺនាងខ្ញុំដាំទឹកចំណង1លីត្រកន្លះចាអញ្ចឹងពេលដែលទឹកនឹងពុះនាងខ្ញុំបង់អំបិលម៉ដ្ឋបន្តិចចូលរួចដាក់ខូសារីចាស្រោះវាមកសពប់ចារួចស្រង់វាដាក់កញ្ច្រែងទុកមួយអន្លើចាបន្តមកទៀតហ្នឹងគឺនាងខ្ញុំស្រោះផ្សិតយើងហ្នឹងរួចស្រង់វាដាក់ជាមួយនឹងកូសារីយើងចារួចនាងខ្ញុំស្រោះដើមខ្ទឹមធំចាបន្លែ4មុខហ្នឹងគឺយើងស្រោះទឹកក្តៅទាំងអស់ទៅចារួចនាងខ្ញុំស្រោះសណ្តែកបណ្ដុះរួចស្រង់វាដាក់ជាមួយនឹងចាបន្លែផ្សេងហ្នឹងចាទាំងអស់មាន4មុខហ្នឹងចាបន្តមកទៀតគឺនាងខ្ញុំស្ងោរសាច់គោដែលមានចំនួន300ក្រាមចាស្ងោររយៈពេល30នាទីរួចស្រង់វាដាក់ចានដើម្បីយកវាទៅហាន់ជារាងចង្វាមូលចាយើងហាន់វាបែបហ្នឹងមកចារួចយកបន្លែនិងសាច់របស់យើងដាក់ក្នុងចានដែកធំមួយចាយើងចាប់ផ្ដើមច្របល់គ្រឿងដោយនាងខ្ញុំប្រើខ្ទឹមចិញ្ច្រាំចំនួន1ស្លាបព្រាម្ទេសម៉ដ្ឋ1ស្លាបព្រាទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាចាយើងច្របល់ចូលគ្នាឲ្យសព្វមកបន្ទាប់មកនាងខ្ញុំចាប់ផ្ដើមដាក់ដាំទឹកដែលនាងខ្ញុំប្រើទឹកដែលយើងស្ងោរសាច់គោចាពីលើកមុនហ្នឹងគឺគ្រាន់តែបន្ថែមទឹកបន្តិចចាអញ្ចឹងពេលដែលទឹកនឹងពុះហ្នឹងគឺនាងខ្ញុំបង់បន្លែហើយនិងសាច់ដែលយើងបានផ្អាប់គ្រឿងទុកហ្នឹងចារួចស្ងោររម្ងាស់វាទុករយៈពេល20នាទីចាឃើញថាវាឡើងបែបហ្នឹងហើយគឺបានថាវាឆ្អិនល្អហើយចានេះខ្ញុំបង់ម្រេចចូលរួចភ្លក់មើលឃើញថារសជាតិគឺល្មមឆ្ងាញ់ហើយយើងអាចបិទហ្គាសដួសដាក់ចានបានសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ